មានសម្រាប់ថៃខណៈដែលអ្នកជំនាញបារម្ភពីសុវត្ថិភាពអគារខ្ពស់នៅបាងកកនិងទំនប់វារីអគ្គិសនីព្រឹត្តិការណ៍រំជើបដី 4.9 Richter បានកើនឡើងនៅក្នុងតំបន់ហ្សាហ្គាយប្រទេសភូមាកាលពីថ្ងៃទី 2 ខែធ្នូឆ្នាំ 2025 បានក្លាយទៅជាប្រធានដ៏សំខាន់មួយដែលកំពុងទទួលបានការយកចិត្តទុកដាក់ពីសំណាក់អ្នកជំនាញភូមិសាស្ត្រនៅក្នុងតំបន់ទោះបីជាចំណុចកណ្ដាលនៃការរំជើបដីស្ថិតនៅចន្លោះ 10 គីឡូម៉ែត្រភាគខាងត្បូងទីក្រុងកាឡេបយ៉ូក៏ដោយប៉ុន្តែអ្នកជំនាញបានវិតម្លៃថានេះមិនមែនគ្រាន់តែជាគ្រោះធម្មជាតិដាច់ដោយឡែកនោះទេប៉ុន្តែវាគឺជាសញ្ញាដាស់តឿនអំពីហានិភ័យនៃរចនាសម្ព័ន្ធដីដែលអាចគំរាមកំហែងទៅដល់សុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសថៃជាពិសេសគឺរាជធានីបាងកកការយកចិត្តទុកដាក់ជាថ្មីនេះបណ្ដាលមកពីសកម្មភាពមិនប្រក្រតីនៃបន្ទាត់កំហុកសាហ្គាអ៊ីងដែលជាស្នាមប្រេះនៃសម្បកផែនដីដ៏ធំអូសបន្លាយកាត់ចំកណ្ដាលប្រទេសភូមាសកម្មភាពរំជួយនេះកើនឡើងពីការប៉ះទង្គិចនិងការរំកិលខ្លួនរវាងបន្ទះផែនដីយក្សដែលមានចំនួន2គឺបន្ទះឥណ្ឌានិងបន្ទះអ៊ីរ៉ាស៊ីដែលបង្កើតសម្ពាធយ៉ាងខ្លាំងនៅក្រោមស្រទាប់ដីស្ថានភាពនេះបានធ្វើឲ្យគេនឹកឃើញទៅដល់ព្រឹត្តិការណ៍កាលពីខែមីនាឆ្នាំ 2025 ដែលការនោះការរំជួយដីកម្រិតធ្ងន់ 7.7 Richter បានបង្កើតផលប៉ះពាល់ដល់រាជធានីបាងកករហូតទៅដល់អគារពាណិជ្ជកម្មមួយចំនួននៅតំបន់ចតុមុខរងការខូចខាតដែលជាផុសតាងបង្ហាញថាការផ្លាស់ប្ដូរភូមិសាស្ត្រនៅភូមាមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងសុវត្ថិភាពសំណង់នៅឯក្នុងប្រទេសថៃទោះបីជាចំណុចរំជួយស្ថិតនៅឆ្ងាយប៉ុន្តែកត្តាដែលធ្វើឲ្យអ្នកជំនាញព្រួយបារម្ភខ្លាំងបំផុតគឺជាលក្ខណៈភូមិសាស្ត្រពិសេសរបស់រាជធានីបាងកកដែលកសាងឡើងទៅលើស្រទាប់ដីល្បាប់ឬដីឥដ្ឋទន់ដែលមានជម្រៅជ្រៅលក្ខណៈដីប្រភេទនេះបង្កឲ្យមានបាតុភូតការពង្រីករំញ័រដីទន់ដែលមានសមត្ថភាពអាចពង្រីកកម្លាំងរំញ័រនៃរលកធាតុអាកាសឲ្យខ្លាំងឡើងពី3ទៅ4ដងបើធៀបទៅនឹងតំបន់ដីរឹងកត្តាទាំងអស់នេះដែលធ្វើឲ្យអគារខ្ពស់ៗនៅទីក្រុងបាងកកប្រឈមនឹងការយល់ខ្លាំងនៅពេលដែលមានរំជួយដីម្ដងហើយប្រសិនបើមានការរំជួយធ្ងន់ធ្ងរកាត់ឡើងម្ដងទៀតអគារដែលសាងសង់មកស្តង់ដារការពាររំជួយដីកាលពីឆ្នាំ 2017 អាចនឹងប្រឈមនឹងហានិភ័យខ្ពស់នៃការប្រេះស្រាំឬក៏ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធគ្រឹះក្រៅពីកង្វល់នៅក្នុងទីក្រុងផលប៉ះពាល់ក៏គ្រប់ដណ្ដប់ទៅលើខេត្តភាគខាងជើងនិងភាគខាងលិចដែលជាប់នឹងព្រំដែនភូមាដូចជាខេត្តកញ្ជនបុរីជាដើមចំណុចដែលរសើបមិនគួរឲ្យមើលរំលងបានគឺជាសុវត្ថិភាពនៃទំនប់វារីអគ្គិសនីធំៗដូចជាទំនប់ស្រីណាកានិងទំនប់វ៉ាជីរ៉ាលង្កនប្រសិនបើមានការរំជួយដីខ្លាំងនៅក្បែរតំបន់ទាំងនេះវាអាចបង្កហានិភ័យទូទំនប់និងអាចនាំឲ្យមានទឹកជំនន់ទៅដល់តំបន់រស់នៅនិងតំបន់ទេសចរណ៍ដែលស្ថិតនៅផ្នែកខាងក្រោមទន្ទឹមនឹងហានិភ័យរូបវន្តផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងទេសចរណ៍ក៏ជារឿងដែលគួរឲ្យបារម្ភរាល់ពេលមានព័ត៌មានស្ដីពីការរំជួយដីវាតែងតែបង្កក្តីកង្វល់ទៅដល់ភ្ញៀវទេសចរបរទេសនៅក្នុងការស្នាក់នៅអគារខ្ពស់ៗខណៈដែលប្រព័ន្ធដឹកជញ្ជូនសាធារណៈសំខាន់ៗដូចជារថភ្លើង BTS និង MRT តែងតែផ្អាកដំណើរការជាបណ្ដោះអាសន្នដើម្បីត្រួតពិនិត្យសុវត្ថិភាពជារួមការរំជួយដីកម្រិត 4.9 នៅភូមិមាលើកនេះគឺជាសូចនាករមួយដែលតម្រូវឲ្យអាជ្ញាធរថៃនិងអ្នកអភិវឌ្ឍវិស័យសំណង់ត្រូវតែបង្កើតការប្រុងប្រយ័ត្ននិងពង្រឹងស្តង់ដារសុវត្ថិភាពឲ្យបានខ្ពស់បំផុតដើម្បីត្រៀមខ្លួនទប់ទល់នឹងហានិភ័យធម្មជាតិដែលកើតឡើងជាយថាហេតុ